តើជំរាបសួរបងបងទាំងអស់គ្នាសម្រាប់បងបងដែលនៅក្រៅប្រទេសសម្រាប់ My Love ដែលចូលចិត្តញ៉ាំព្រះប្រហុកបងប្អូនហើយឃើញប្រហុកនេះឃើញក៏លេបទឹកមាត់ដែរបាយកកហើយយកមកញ៉ាំមកអូយប្រហុកត្រីរៀលប្រហុកនេះគឺល្អខ្លាំងមែនតើណាបងប្អូនសំខាន់គឺវាល្អហើយធ្វើមានអនាម័យ clean ណាប្រហុកនេះគឺបងអូនស្រីខ្ញុំគាត់ផ្ញើមកឲ្យទេមកកដុងនេះបងប្អូនហើយថ្ងៃមុននោះអូយ clean ច្រាមទាំងឈឺអាក្តារសាយធំហើយនៅក្លៀនប្រហុកទៀតចឹងបងគាត់សួរខ្ញុំច្រើនសួរថាខ្ញុំមានលក់អត់ខ្ញុំអត់លក់ទេ My Love តែបើបងចង់ញ៉ាំចង់បានខ្ញុំមិនសួរប្អូនស្រីខ្ញុំដើម្បីគាត់តាក់តងទៅប្អូនថ្លៃគាត់ណាប្រហុកនេះគឺប្អូនថ្លៃគាត់ម៉ែក្មេងគាត់អ្នកធ្វើគឺធ្វើសម្រាប់ទុកញ៉ាំទេបងប្អូនមិនធ្វើលក់ទេតែបើបងចង់បានអញ្ចឹងប្រហុកត្រីរៀលបងប្អូនមើលសាច់ប្រហុកនេះអូយឡើងឈ្ងុយហើយប្រហុកគឺសល្អខ្លាំងមែនតើប្រហុកនេះគឺបច្ចេកគឺប្រហុកយើងធ្វើញ៉ាំលក្ខណៈគ្រួសារ family មិនមែនធ្វើលក់ទេឲ្យតែរដូវត្រីរដូវត្រីរៀលសបោត្រីចឹងគឺគាត់ធ្វើហើយគាត់ធ្វើទុកញ៉ាំចែកតឡងគាត់ពួកម៉ាក់មិត្តភ័ក្ដិគាត់ចឹងណាចឹងបងអូនថ្លៃគាត់ឲ្យបងអូនស្រីខ្ញុំប្រហែលជា10គីឡូដែរចឹងណាចឹងបងអូនស្រីខ្ញុំគាត់សួរថាបងឯងចង់ញ៉ាំប្រហុកអត់ប្រហុកល្អណាថាងដាក់មកមួយកដុងមកកុំដាក់ច្រើនពេកគាត់ដាក់ឲ្យមកនេះចូល1គីឡូជាងហើយមួយកដុងនេះហើយញ៉ាំ3 4ឆ្នាំអីជាពិសេសគឺឆ្ងាញ់មែនតើបងប្អូនណាខ្ញុំនិយាយមែនឈ្ងុយហើយសាច់ប្រហុកនេះគឺល្អខ្លាំងណាស់ My Love អើយត្រាំទៅដាក់មកតហឹងទៅដាក់ជីនាងវងស្លឹកក្រូចសើចដែងខ្ទឹមឲ្យច្រើនទៅអេតគល់ក្រៃឲ្យច្រើនទៅគឺដឹងតែឆ្ងាញ់លិតដៃលិតជើងខ្ញុំថ្ងៃមុនច្រាមចំប្រេនគាត់សួរខ្ញុំច្រើនគាត់សួរខ្ញុំលក់មែនខ្ញុំអត់លក់ទេតែបើបងចង់ញ៉ាំចង់បានប្រហុកល្អប្រហុកនេះគឺធ្វើបច្ចេកគឺមិនមែនធ្វើលក់ទេគឺធ្វើលក្ខណៈញ៉ាំគ្រួសារអញ្ចឹងណាដល់រដូវត្រីអញ្ចឹងគឺតឡងគាត់ធ្វើហើយចឹងបងដែលចង់បានប្រហុកល្អសតអត់មានជាតិថ្នាំគីមីអីចឹងបងចាំខ្ញុំសួរប្អូនស្រីខ្ញុំឲ្យចឹងណាបើបងចង់បានអីបងអាចចូលឆាតទៅណាហើយចាំខ្ញុំសួរប្អូនស្រីខ្ញុំឲ្យគាត់ធ្វើទុកឲ្យចឹងណាចឹងបងណាគាត់ចង់បានប្រហុកគេហៅថាធម្មជាតិអត់មានប្រើថ្នាំគីមីរក្សាពណ៌រក្សាក្លិនអីចឹងណាបងអាចនេះបានតែខ្ញុំត្រូវតានេះសួរប្អូនស្រីខ្ញុំសិនឲ្យបងអូនថ្លៃគាត់ម្ដាយគាត់អ្នកធ្វើឲ្យចឹងណាតម្លៃគឺខ្ញុំអត់ដឹងទេអញ្ចឹងបងដែលចង់បានប្រហុកធម្មជាតិអានេះគឺប្រហុកខ្ញុំបច្ចេកគឺប្រហុកយើងធ្វើញ៉ាំខ្លួនឯងមិនមែនធ្វើលក់ទេតែបើបងនៅក្រៅប្រទេសចង់បានអូនបងចង់បានដែរ sister ខ្ញុំចង់បាន1គីឡូដែរអូយបងប្អូនអើយ1គីឡូនេះញ៉ាំ3ឆ្នាំចាចឹងបងមើលនេះគឺល្អខ្លាំងមែនតើហើយក្លិនវិញអូយក្លិនឥឡូវភៀវខ្ញុំនោះគាត់ cleanចឹងទៅខ្ញុំនេះមុននឹងដាក់ឲ្យគាត់នឹងធ្វើវីដេអូទៅគាត់ថាអូ sister I want to eat can you sell some for me ខ្ញុំថាខ្ញុំអត់ sell ខ្ញុំអត់លក់ទេគឺហុកប្អូនស្រីខ្ញុំផ្ញើមកឲ្យខ្ញុំញ៉ាំទេចឹងបងចង់បានអីបងចូលឆាតទៅហើយចាំខ្ញុំសួរប្អូនស្រីខ្ញុំឲ្យណាបងចង់បានអីចូលឆាតទៅហើយប្រហុកនេះខ្ញុំបច្ចេកគឺប្រហុកយើងធ្វើសម្រាប់ញ៉ាំខ្លួនឯងលក្ខណៈ family វាល្អហើយមានអនាម័យអត់មានរក្សាអត់មានដាក់អីណាគីមីរក្សាទុកអីក្លិនយូរប្រហុកនេះទុកកាន់តែយូរបងប្អូនអើយវាកាន់តែឆ្ងាញ់អញ្ចឹងណាហើយសាច់ប្រហុកនេះប្រហុកត្រីរៀលបងប្អូនអើយឆ្ងាញ់ណាស់លាងឲ្យស្អាតស្បាច់ក្រូចឆ្មាដាក់ជីនាងវងទៅយកមកហាយឆៅអូយឆ្ងាញ់ណាស់និយាយថាតតែមើលទៅដឹងហើយណាកុំឲ្យថាអ្នកលួងចេះតែថាអ្នកដែលចូលចិត្តញ៉ាំប្រហុកតឃើញក៏ស្រក់ទឹកមាត់ហ្នឹងនេះអូខេបាយបាយបងចង់បានអីស្រីចូលឆាតទៅហើយខ្ញុំនឹងសួរប្អូនស្រីខ្ញុំល្ងាចនឹងឲ្យដោយសារភៀវអីគាត់ថិចមកខ្ញុំច្រើនគាត់សួរថាខ្ញុំលក់មែនខ្ញុំថាមិនមែនលក់ទេប្រហុកហ្នឹងគឺប្អូនស្រីខ្ញុំផ្ញើមកឲ្យញ៉ាំទេអញ្ចឹងគាត់ចង់បានអញ្ចឹងណាហើយស្អែកជប់នឹងចាំមើលខ្ញុំខទៅប្អូនស្រីខ្ញុំឲ្យហើយឲ្យគាត់និយាយជាមួយប្អូនថ្លៃគាត់អញ្ចឹងណាឲ្យគាត់ធ្វើទុកឲ្យទៅតើបងកំងអីអញ្ចឹងណាបានអាចបានពួកអីមិនធ្វើលក់បច្ចេកគឺធ្វើសម្រាប់ញ៉ាំអញ្ចឹងបងចង់បានប្រហុកធម្មជាតិអត់មានដាក់ថ្នាំដាក់ពណ៌ដាក់ក្លិនអីបងទិញយកទៅញ៉ាំទៅចេះ
năng ngày về là hay chừng tinh mà cả lỗ thế bông bố đôi nhằm bầy bụt nằm mắc vì mình toàn hay này quật nhà mà nhom đi nhằm bầy nằm mới còn toàn hay bông bố nơi nhom chạy men đã. Okay, bye bye, love you.